បាទយើងវិលមកជួបគ្នាបន្តទៀតប្រិមិត្តបាទវគ្គបន្តនេះខ្ញុំសូមជម្រាបជូននៅព័ត៌មាននៅខាងខេត្តកំពង់ចាមបាទខេត្តកំពង់ចាមតាក់ទងរឿងរោងចក្រស្លជ័រកៅស៊ូដែលប៉ះពាល់បរិស្ថានសម្រាប់ប្រជាពលរដ្ឋប្រមាណភូមិបាទ8ភូមិបាទដែលបានទ្រាំនឹងបរិស្ថាននឹងមិនបានក៏បានសូមឲ្យហងមាសនឹងជួយផ្ដល់ព័ត៌មាននេះដល់ថ្នាក់ដឹកនាំខាងលើបានជ្រាបជាព័ត៌មានដើម្បីថាតើទៅចាត់វិធានការឲ្យគាត់រៀបចំរបៀបយ៉ាងម៉េចបាទរោងចក្រស្លជ័រកៅស៊ូក្រែបនឹងឈ្មោះថារោងចក្ររបស់ចៃងឹមបាទដែលប្រជាពលរដ្ឋគាត់ចោទថាបញ្ចេញក្លិនស្អុយអាសោចរំខានជីវិតរស់នៅរបស់ប្រជាពលរដ្ឋបាទប៉ុន្តែខាងហងមាសក៏បានព្យាយាមជួបជាមួយនឹងខាងតំណាងរោងចក្រជ័រកៅស៊ូក្រែបនឹងដែរប៉ុន្តែគាត់ខាងមេការនឹងគាត់បានប្រាប់ថាធម្មតាទេតែធ្វើនឹងវាក្លិនហើយបាទគាត់និយាយចឹងទៅបាទឥឡូវនេះប្រជាពលរដ្ឋដែលគាត់បានបង្ហាញនៅការប្តឹងផ្ដាល់របស់គាត់ជាច្រើនដងហើយប៉ុន្តែអាជ្ញាធរមិនបានធ្វើការដោះស្រាយចំពោះកង្វល់របស់ពួកគាត់ទេដោយគាត់រស់នៅក្រោមក្លិនស្អុយនឹងបរិស្ថានអាក្រក់បំផុតរយៈពេលជាច្រើនឆ្នាំមកហើយពេលនេះគាត់ចង់ឲ្យអាជ្ញាធរធ្វើយ៉ាងណាមិនមែនចង់ឲ្យគាត់បិទរោងចក្រគាត់ទេគ្រាន់តែប្រជាពលរដ្ឋចង់ឲ្យគាត់ហ៊ុំព័ទ្ធឬក៏វិច្ចខ្ចប់របៀបយ៉ាងម៉េចដាក់បំពង់ខ្ពស់យ៉ាងម៉េចដើម្បីកុំឲ្យជះក្លិនខ្លាំងពេកទៅដល់ប្រជាពលរដ្ឋដែលនៅជិតខាងក្លិនស្អុយជ័រកៅស៊ូក្រែបរោងចក្ររបស់ចៃងឹមបាទចៃងឹមហៅម៉ែអាផាតបាទដែលស្ថិតនៅខាងក្រោយភូមិ10មករាឃុំបុកខ្នោស្រុកចំការលើដែលធ្វើឲ្យប៉ះពាល់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋចំនួន8ភូមិយ៉ាងធ្ងន់ធ្ងរបំផុតរយៈពេលជាច្រើនឆ្នាំមកហើយប្រជាពលរដ្ឋដែលរស់នៅតំបន់រោងចក្រនោះបានឲ្យដឹងថាគាត់បានទ្រាំរស់នៅក្លិនអាសោចនេះជាច្រើនឆ្នាំទៅហើយគាត់បានប្តឹងទៅអាជ្ញាធរជាច្រើនលើកជាច្រើនសារដើម្បីឲ្យមានការដោះស្រាយប៉ុន្តែដំណោះស្រាយនោះគ្មានទេដោយគាត់ទ្រាំរស់នៅក្រោមក្លិនស្អុយនឹងតទៅទៀតប្រជាពលរដ្ឋចំនួន8ភូមិគឺមានមកពីភូមិ10មករាលើភូមិ10មករាក្រោមបុកខ្នោទួលប្រសើរថ្លុកក្រវ៉ាន់សារាយសាមគ្គីនិងភូមិចំណោមបាទក្នុងចំណោមភូមិ8ហ្នឹងបាទគាត់ដែលបានប្តឹងទៅអាជ្ញាធរកន្លងមកនឹងប្រជាពលរដ្ឋតែងតែនាំគ្នាជូនដំណឹងនេះទៅអាជ្ញាធរឃុំស្រុកតែគ្មានចំណាត់ការបច្ចុប្បន្នតំបន់នេះកំពុងតែប្រឈមនឹងក្លិនអាសោចជាហេតុធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋហើយជាពិសេសនោះទៀតនោះគឺក្លិនស្អុយខ្លាំងពេកដែលធ្វើឲ្យប៉ះពាល់ដល់ប៉ះពាល់រហូតដល់មានជំងឺសម្រាប់កុមារតូចទៀតផងបាទហើយពួកគាត់នឹងសំណូមពរសូមឲ្យអាជ្ញាធរស្រុកខេត្តជួយមេត្តាធ្វើយ៉ាងណាដោះស្រាយឲ្យពួកគាត់ផងពីព្រោះគាត់មិនមែនមានបំណងការប្តឹងទៅអាជ្ញាធរនេះឲ្យបិទរោងចក្រគេទេគ្រាន់តែឲ្យគាត់ធ្វើការវិច្ចខ្ចប់និងធ្វើយ៉ាងណាកុំឲ្យមានក្លិនចេញមកខាងក្រៅខ្លាំងពេកបាទមេការដែលប្រចាំការនៅទីនោះបាននិយាយថាចំពោះក្លិនស្អុយវាធំមែនតែវាតិចទេមិនដូចធំខ្លាំងដោយការចោទប្រកាន់នោះទេហើយរោងចក្ររបស់គេនឹងធ្វើនៅចំការខាងក្រោយភូមិទៀតផងសំបីតែយើងហើយគាត់បានលើកទៀតថាសំបីតែយើងជិះរថយន្តពេលដែលចេញពីខាងក្រៅរថយន្តមកតែងតែមានធុំក្លិនស្អុយហើយបាទហើយអ្នកសារព័ត៌មានយើងក៏ព្យាយាមសុំធ្វើការសុំការបំភ្លឺពីខាងម្ចាស់រោងចក្រដែរប៉ុន្តែមិនអាចសុំការបំភ្លឺបានបាទអញ្ចឹងនៅពេលនេះគ្រាន់តែយើងចង់ជូនដំណឹងជាសារនេះសម្រាប់ឲ្យថ្នាក់ដឹកនាំខាងលើគាត់ជួយពិនិត្យថាតើរិះរកលទ្ធភាពយ៉ាងម៉េចដើម្បីកាត់បន្ថយការធំក្លិនហ្នឹងសម្រាប់ប្រជាពលរដ្ឋដែលប៉ះពាល់សុខភាពកុមារតូចដែលរស់នៅជុំវិញរោងចក្រហ្នឹងបាទនេះជាព័ត៌មានមកពីខាងខេត្តកំពង់ចាមដែលប្រជាពលរដ្ឋគាត់ព្រួយបារម្ភអំពីបញ្ហាការក្លិនជះក្លិនស្អុយពីការចម្រាញ់ជ័រកៅស៊ូក្រែបបាទពីរោងចក្រចៃងឹមបាទចៃងឹមមើលនេះទៅអាចដោះស្រាយយ៉ាងម៉េចទៅបើសិនជាគេសំណូមពរបែបហ្នឹង
ចឹងអត់តន់មានអីធ្ងន់ធ្ងរទេគាត់គ្រាន់តែសំណូមពរថាធ្វើយ៉ាងណាកែសម្រួលអំពីបញ្ហាក្លិនហ្នឹងតែប៉ុណ្្នឹងទៅបានហើយបាទគឺនេះបំណងរបស់គាត់តែប៉ុណ្្នឹងទេបាទតោះសេឡាម្ដងចាចូលទៅខាងគ្រោះថ្នាក់នៃបន្តទៀតគឺជនពីរក្រុមកាប់ចាក់គ្នាបណ្ដាលឲ្យរងរបួសធ្ងន់2នាក់ហើយជនដៃដល់រត់គេចខ្លួនជនជាតិវៀតណាម2នាក់រងរបួសធ្ងន់ខណៈដែលកំពុងអង្គុយលេងនៅផ្ទះមិត្តភ័ក្តិស្រាប់តែមានជនដៃដល់3នាក់នាំគ្នាទៅព្រួតកាប់ឲ្យរងរបួសរួចហើយក៏គេចខ្លួនអស់ហេតុការណ៍កាប់ចាក់គ្នានេះកើតឡើងនៅម៉ោង 8:40 នាទីយប់ថ្ងៃទី9 មករាចំណុចស្ពានឈើផ្លូវលេខ 369 ភូមិជ្រោយបាហ្វាក់1សង្កាត់ចាក់អង្រែក្រោមជនរងគ្រោះមានរបួសចានោះគឺមានឈ្មោះថាប្រាក់ធីភេទប្រុសអាយុ41ឆ្នាំជាជនជាតិវៀតណាមមុខរបរទិញអេតចាយដែលស្នាក់នៅភូមិដើមច័ន្ទសង្កាត់ច្បារអំពើទី2ខណ្ឌមានជ័យរបួសមួយកំបិតចំដើមទ្រូងចានឹងម្នាក់ទៀតឈ្មោះថាស៊ីមពីងភេទប្រុសអាយុ27ឆ្នាំជនជាតិវៀតណាមដូចគ្នាស្នាក់នៅជិតគ្នារងរបួសមួយកំបិតរយៈដើមដៃរយៈថ្លើមដៃដេជាច្រើនធ្នេចាហើយប្រភពព័ត៌មានពីជនរងគ្រោះបានបង្ហាញឲ្យដឹងថាមុនពេលដែលកើតហេតុនោះជនរងគ្រោះជនបង្កធ្លាប់មានទំនាស់គ្នាខណៈដែលជនរងគ្រោះដើរទៅផឹកកាហ្វេនៅស្ពានឈើរួចទៅអង្គុយលេងនៅមុខផ្ទះមិត្តភ័ក្តិជិតនោះស្រាប់តែមានជនដៃដល់មួយក្រុមមានគ្នា3នាក់ជិះម៉ូតូមួយគ្រឿងមកដល់ប្រដាប់ដោយកាំបិតបាននាំគ្នាចូលទៅព្រួតកាប់លើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់2នាក់ហើយជនដៃដល់នាំគ្នាគេចខ្លួនទៅបាត់អស់ក្រោយពេលដែលកើតហេតុជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមានជ័យចំណែកជនដៃដល់គេចខ្លួនបាត់ស្រមោលតែម្ដងចា៎រឿងមួយទៀតនេះគឺតន្ត្រីក៏ចេញពីលេងភ្លេងចារថយន្តគៀរយះថ្ពាល់បណ្ដាលឲ្យហូរឈាមយុវជនម្នាក់ជាតន្ត្រីក៏ទើបនឹងចេញពីលេងភ្លេងត្រូវរថយន្ត Lexus RX 300 បាគៀបណ្ដាលឲ្យដួលអស់នឹងថ្នល់រយៈថ្ពាល់មួយជំហានខាងស្ដាំរថយន្តបង្កវិញគឺរត់បាត់ស្រមោលចាគ្រោះថ្នាក់នេះកើតឡើងនៅម៉ោង 12:10 នាទីរំលងអធ្រាត្រឈិនចូលថ្ងៃទី 10 មករាចំណុចមុខយានដ្ឋានភ្នំពេញលៀងរថយន្តផ្លូវលេខ 271 សង្កាត់ទឹកឡក់ទី 3 ខណ្ឌទូកោបើតាមសម្ដីអ្នករងរបួសដែលមិនប្រាប់ឈ្មោះបានឲ្យដឹងថាមុនពេលដែលកើតហេតុខ្លួនជិះម៉ូតូគប់ជ្រុងពណ៌ទឹក3តែម្នាក់ឯងពីត្បូងទៅជើងទើបនឹងចេញពីលេងភ្លេងចំណែករថយន្ត Lexus RX 300 បើកបោពីជើងទៅត្បូងហើយមកដល់ចំណុចខាងលើរថយន្តបាត់ឆ្វេងបានបាត់ទៅគៀម៉ូតូបណ្ដាលឲ្យខ្ទាតទៅចិញ្ចើមផ្លូវដួលខូចខាតយ៉ាងដំណំចំណែកអ្នកបើកម៉ូតូវិញដួលអស់នឹងថ្នល់រយៈថ្ពាល់ខាងស្ដាំហូរឈាមរីឯរថយន្តបង្កវិញគឺរត់បាត់ស្រមោលក្រោយពេលកើតហេតុរថយន្តសង្គ្រោះ Clinic ឯកជនទៅដឹកព្យាបាលតែអ្នករងរបួសមិនព្រមឡើងរថយន្តទៅព្យាបាលទេបានទូរស័ព្ទឲ្យមិត្តភ័ក្តិទៅយករថយន្តទៅឲ្យរថយន្តមន្ទីរពេទ្យប្រកុសសមៈទៅដឹកឲ្យយកទៅព្យាបាលវិញចាឲ្យទៅរួចតាចាអញ្ចឹងមិត្តភ័ក្តិមកដប់ម៉ូតូយកទៅបានបានន័យថាតា Clinic ឯកជនក៏អត់ឡើងទៅព្យាបាលដល់រដ្ឋបានគាត់ឡើងរថយន្តទៅព្យាបាលចាអរគុណឥឡូវចូលទៅមួយទៀតគឺចេញពីហូបការស្រវឹងធ្លាក់ភ្នែកចារថយន្តបុកបណ្ដាលរងរបួសស្រាលបរិះម្នាក់ទើបនឹងចេញពីធ្វើការត្រូវរថយន្តកាមេរីបាឡែតបើកបុកបណ្ដាលឲ្យរបួសស្រាលត្រូវអ្នកឃើញហេតុការណ៍លើកឲ្យអង្គុយលើកៅអីបានដេកលក់តែម្ដងចំណែករថយន្តបង្កវិញបើករត់បាត់ស្រមោលហើយគ្រោះថ្នាក់នេះកើតឡើងកាលពីម៉ោង 9:10 នាទីយប់ថ្ងៃទី 9 មករាមកផ្ទះលេខ 3 ផ្លូវលេខ 199 សង្កាត់ទូភ័យព្រៃទី 2 ខណ្ឌចំការមនប្រជាពលរដ្ឋនៅកន្លែងកើតហេតុដែលដឹងថាមុនពេលកើតហេតុបរិះម្នាក់ស្លៀកពាក់ស្អាតបាតដោយទើបនឹងមកពីហូបការជិះម៉ូតូ 125 ពណ៌ខ្មៅបើកបរទាំងជាតិស្រវឹងធ្វើដំណើរពីកាតូលិកចំណែករថយន្តកាមេរ៉ាបាឡែនពណ៌ទឹកប្រាក់បើកបរដោយស្ត្រីម្នាក់ធ្វើដំណើរពីលេខទៅកើតហើយក្នុងទិសដៅគឺច្រាស់គ្នាខណៈដែលដល់ចំណុចខាងលើរថយន្តបានបើកគៀម៉ូតូបណ្ដាលឲ្យដួលរងរបួសស្រាលចំណែករថយន្តបង្កបើករត់បាត់ហើយចាហើយក្រោយពេលដែលកើតហេតុអ្នកឃើញហេតុការណ៍ក៏នាំគ្នាជួយលើកអ្នករងរបួសឲ្យអង្គុយនៅលើកៅអីស្រាប់តែបរិះនោះដេកលក់យ៉ាងស្កប់ស្កល់តែម្ដងតតែប្រជាពលរដ្ឋនាំគ្នាយកទូរស័ព្ទចុចរាវរកលេខសាច់ញាតិមកទទួលយកទៅត្រឡប់ទៅផ្ទះវិញគាត់គេឡានគៀម៉ូតូគាត់ដល់ពេលអ្នកចិត្តខាងឃើញថារងរបួសស្រាលទេឲ្យចាប់ដាក់អង្គុយលើកៅអីដល់អង្គុយលើកៅអីតែដេកលក់នៅហ្នឹងហ្មងដល់ហ្មងបាទពួកអង្គុយដេកស្រាប់ផងដាក់លើកៅអីដូចទំនងមើលលក់ទៅទុនកកកងែកដូចធ្លាប់ស្គាល់ហើយមើលមុខតិចមើលទំនងមកគេឲ្យគាត់ដាក់មកនឹងទល់ព្រឹកបដ ாய் លោកពលាហើយបាទថាគៀបន្តិចលក់ហ្មងហើយបបោសរសើរឡានទាំងអរគុណហើយដែលបានគៀមកអត់បានគេជួយយកលើកខ្ញុំមកដាក់លើកៅអីបាទពួកចង់ដេកស្រាប់ផង
chơi tới mà riêng tiêu cứ cần lấy chỉ mà tôi chơi tự bọc rồi chôn trong vì một mình tầm hăng bàn đào rong rồi bùa thôn pin nè cha hai bà tam po đầm miến trong cào nâng dụ về chôn tầng pin nè nâng tim môi nâng flapไปได้ไปchôn từ đòn tì pet hai chôn mà nè tiết cứ flapไปติดพลือนี่จ้ามันตัวบอกจ้าเลยนึก flap ตั้งปีให้จ้าอยู่จนปีนี้ชิมโตชิเรเกชิเรไอ้ตัวบอกน้องรถยนต์ foreigner จอมปีมกปีนทำให้มาได้ดัด flap เลยรถยนต์ชอบนั่งมาโตทว่าเนี่ยชิมโตปีนี้รองระบบทั้งหมดให้ครูถนัดนั่งกะล้างกาปีมองปรำปี50 นาทียุบทั้งในตีปรำปีอับเชฟรายคือในยุบทั้งในตีปรำบนมากรานี่หมกฟ้าตุ่มเนื้อเพนฟอร์ตามมหาวิทยาลัยฝาปารฟีพุ่มปรีเตียฟังกัดจอมใจคันโปรแฟนใจประพบปรเมนปีกแหลงกันให้ท่ามาโตเฟมรบภัยปรำปอกขมานั่งชีปีเนี่ยขนมติดได้ปีกัดมาเล็กชีเชรเกเชรเองว่านั่งมาโตมาเครื่องติดกระโปรงไตฝิ่นโยบัดเช้งทวายมาโตเฟมรบภัยปรำนกบักเฮียโจตึกบกนรถยนต์ฟอร์เรนเนอร์ปอฟลายได้บักบอปีเลยตะการตึกได้ชรักเนี่ยได้บกจอมปีมกรถยนต์เป็นจำห้องทวายรถยนต์นั่งติดกำนัดมกดัดฝละเล็กจะรถยนต์แต่เนื้อจอบนั่งมาโตได้ติดมวยกำนัดด้วยขี้เนี่ยบรรดาไอเนี่ยบ้ามาโตฝันหลอกฝันโดฝันดังจำในในรวมอำนาจจมวยบะเชืองขังฝันดำเนี่ยบ้ามาโตเมียนชัวทาเฮนร้อนเพชรโปรอายุมาภัยมวยชนะมรบกรรมกรรงจะขณะได้พุ่มตะเปียงกระฟังฝั่งกัดตะเปียงกระฟังคันโปรแฟนเจอระบบทนทงอนั่นในรวมอำนาจจมมันเนี่ยเตี้ยชัวทารอดรถตันนะอายุมาภัยชนะนั่งทั่วก้าขณะในจมวยขี้เนี่ยฟรอกำนัดกันในฟรอกองโกบริขาตะเกาให้กลายเป็นการให้ในระบบเตอร์ยันฝั่งครูระบบอังกฤษเพียบรำปีเลยดมวยกองโปรเตอร์เลยจัดฟับดอกจะติดเชื้อบ้านเริ่มตีไปประกอบฝมาจำนวนรถยนต์นั่งมาโต้ฝมาตะเกยว่าไว้แต่ฟาตกดอกฟรายขี้เนี่ยปะต้อในการยาไลในกบาจราจรเพลโกกจ่าพันท้ายเลยนั่นคือบ้านฟลับตั้งปีให้ใช่นี่ให้เวียสนาจีโมโตเชรว่ากรมยุชนบ่เยอะนะสมเมิลนะกรมออยกตำรับตามจังนะเราถือไม่แบบนี้บานสลับแต่ให้บานเป็นการละเหตุเพลียมก่อนทารองระบบทุงนตีปัจจัยมูลละเหตุเด่นน้อมเอาตะบกโดยซาแต่กอดจิเชรเกปีนี่ชาบจ่อชาบลังชาบจ่อชาบลังกิจนาตอนมันไอ้หมอลานเกมอไปจากตึกเนี่ยนะเตียงปิงจำเพิงเต็มดองไอ้แล้วเนี่ยมาจ่าล้านเนาะกอดรองครูตัวไว้ยี่เนาะบ้ากอดรองครูตัวไว้ยี่โดยซาแต่กอดบ้านขนมเหลือเบือนยืดหายขังสนามได้กอดติดพองปันใต้โดยซาแต่โมโต้กอดเชรวิกีไอจะเจงไปมวยโจลมวยเจงมวยโจมวยเตอลานกอดจังคืออย่างเนี่ยรองครูกอดเนาะตัวไว้ที่บ้านจังให้บ้านเชี่ยก็ลองเมานี่ได้ละกรมเนี่ยมหาชนบ่อเยื้องได้แต่บ้านเลือกล่างจังออกชมนี่ยัยธาลูกฤษีดังที่ก็ลองเมานี่ลานมวยจุ่มนวลกอดรองครูโดยซาแต่กี้หมกบกhaiตีบมพดลานนั่งเต้าแต่สมัติกยกเต้าแต่ซาตุกในกระไรผลิตบ้านนั่งดอกสายติดพองบาดจังปันใต้บ่สันจะยืนเลือกให้พ่อปีจำนวนข้อหนึ่งเต้าเคยท่าขางลานเต้าซ้อปันใต้ตีบมพดรองครูในจอบจมวยหนึ่งได้บาดอะไรนี่ลานนั่นจังนะเคยไหมตามพอดีในตะบกีขางสนามได้เนี่ยบ้าหายลานก็ได้บางเต้าเราจังโมที่ผมพอจังแต่ก็เถยจังสำนองเตี้ยนะจ้ารองครูไปบ่สันจะสำนองตะเลือขางเนี่ยรองเนี่ยตะบ่มเปลี่ยนจังเวโดยที่อายุติดทอสำหรับที่เนี่ยจิตเราว่าเย่เคยว่าอันนี้ยืนเย่นี่กาเปียต่างออกขึ้นนี่ตีว่าแล้วตายืนไอตัดตัวยกบานตียืนกับปุ่งแต่กรุบฉบับหายเนี่ยนั่งมาบ่มเปลี่ยนว่าโดยหายยืนตอบต่อแต่วิ่งแต่ขางเนี่ยบ่มเปลี่ยนนู้รองระบัวหายแต่ตีบมพดใบจีนเนี่ยรองจะได้จำได้ค่ะตุบตุ้ยเนี่ยดำใบกิ๊กเคลื่อนไปชีวิตเนี่ยได้ละแต่เนี่ยปนปองชีวิตล้วนเนี่ยใบจะเติมเป็นตัววิ่งใบจังยังไปคล้ายยังกาไปคล้วนไปเต้าจีรองครูมาแล้วนี่ทางเป็ดคำจุยอย่างนาก็ได้ปันแต่แล้วนี่กูสอบได้สมโจรู้หมดนะตุกจมพูสอบอยู่จนตั้งปีเนี่ยนี่ว่าได้บานสลับต่อหายเลยนะจ้าคือยังไปได้ทัวร์ดำน้ำตามเพลย์มีนมวยแต่มาดองหึงเชรนั่งหมอจ้าอย่างไปท่าเชรมาดองจ้ากอดจิมมาโตกอดพเนะกอดกุมีนไหนพเนะให้จุนก้ากอดเชกอดปฏิจ้าเดไปเลยนั่นคือตึกบกลานเกยจังเต้นอกเนี่ยล้างเนี่ยตัวบนตุกทั้งมนตัวเตี้ยน่ะจ้าให้จุนนี่ได้กอดเฟิร์มปื้อไปคลาสเตอร์แมนประตูกอดให้ปันไต
ធ្វើអញ្ចឹងបានន័យថាស្លាប់ខ្លួនឯងក៏ស្លាប់ចុះកុំឲ្យទៅពាក់ព័ន្ធជាមួយអ្នកដទៃឲ្យគេមករងគ្រោះ បាទ ដែរ ពេលខ្លះទៀតខ្ញុំភ្ញាក់ម្ដងដែរពេលដែលបើកឡានស្រាប់តែគេជន់ឈ្នន់ ចា ក្រោកខ្ញុំទៅអូងាប់ហើយពេលមួយនោះខ្ញុំឃើញខ្ញុំពងបើកឡានរួចហើយស្រាប់តែគេជន់កោកហើយឃើញមីងមួយគាត់ជិះម៉ូតូគាត់រត់អូគាត់រត់ព្រូងគាត់បាទគាត់ភ័យណាគាត់ស្លុតគាត់ គេទាំងខ្ញុំភ័យទៅគ្នា ចង់លឹកក្រោកបាច់ផ្កាភ្លើងណាមិនភ័យបាទថាអុញងាប់ទៀតលោកហើយមើលវាក្មេងស្ទាវជិះជន់ឈ្នន់នោះ ចុះផ្លូវជាតិលេខ1យើងនេះជិះជន់ឈ្នន់ណាលេងប្រាប់ដល់ពេលដួលចូលកង់ឡានគេចា ហេបើថាចូលទៅអញ្ចឹងទៅវាស្រួលប្រាប់ថាឲ្យវាចឹងចុះស្រួលប៉ុណ្ណឹងបាទហើយអត់ដែលណាទៅសរសើរថាអូបកែជ្រែណាស់បកែជន់ឈ្នន់ណាស់អត់ដែលលឿនណាស់សរសើរមានតែថាអូយងាប់ស្អែកអាហ្នឹងហើយងាប់ស្អាប់ទៅលោកអើយបាទលេងចឹងនេះវាមានតែអញ្ចឹង ចាអូយអបជាហ្វ្រៃមិនមែនហ្វោចំអកឲ្យខាងជនរងគ្រោះទេប៉ុន្តែពេលខ្លះយុវជនមួយចំនួនទូចទេចាគឺគាត់ធ្វើអញ្ចឹងមែន តាមយើងចង់និយាយនេះសំដៅទៅលើអ្នកខ្លះដែលគាត់រងគ្រោះគាត់គោរពច្បាប់តែគេមកបុកគាត់បាទហើយដល់ពេលចាប់ដើមទៅដោះស្រាយគាត់អស់លុយដែរគាត់ជាប់រថយន្តនិងម៉ូតូនៅទីនោះដែរយើងចង់សំដៅលើប៉ុណ្ណឹងទេហើយទាំងយើងទាំងគេកាលណាខំគោរពប៉ុណ្ណឹងហើយតែទីបំផុតនៅតែមានទោសទៀតនរណាមិនឈឺចាប់បាទអានឹងដូចគ្នាទេបាទទាំងយើងទាំងគេសិលាក៏ដូចចឹងចាដូចគ្នាអរគុណឥឡូវយើងចូលទៅករណីមួយទៀតគឺនិស្សិតបញ្ញាសាស្ត្រត្រូវរថយន្តកុងតឺន័របើកគៀបណ្ដាឲ្យបាក់ជើងខាងឆ្វេង យុវជនម្នាក់ជានិស្សិតបញ្ញាសាស្ត្ររបួសបាក់ជើងខាងឆ្វេងខណៈដែលកំពុងជិះម៉ូតូត្រូវរថយន្តកុងតឺន័របើកគៀបណ្ដាលឲ្យដួលហើយរថយន្តបង្កប់ព្យាយាមបើករថកិច្ចគ្រោះថ្នាក់នេះកើតឡើងតាំងពីម៉ោង 10:05 នាទីយប់ថ្ងៃទី 9 មករានៅមុខផ្ទះលេខ 85 អឺហ្វ្រូ ផ្លូវលេខ 217 សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ប្រភពព័ត៌មានពីកន្លែងកាត់ហេតុឲ្យដឹងថារថយន្តបង្កជាប្រភេទរថយន្តកុងតឺន័រពណ៌សបើកបោកស្របគ្នាជាមួយម៉ូតូហ្វីណូពណ៌សដែលជិះម្នាក់ឯងពីជើងទៅត្បូងហើយមកដល់ចំណុចកាត់ហេតុខាងលើរថយន្តបានបើកគៀម៉ូតូបណ្ដាលឲ្យដួលបាក់ជើងខាងឆ្វេងចំណែករថយន្តបង្កវិញព្យាយាមបើករថកិច្ចទៅដល់មុខវិទ្យាស្ថានជាតិបញ្ញាសាស្ត្រតាមផ្លូវលេខ 217 សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យទើបសមត្ថកិច្ចឃាត់បានអ្នករងរបួសមានឈ្មោះថាសុកសំណាងភេទប្រុសអាយុ 23 ឆ្នាំជានិស្សិតឆ្នាំទី 4 មហាវិទ្យាល័យ មហាវិទ្យាល័យបញ្ញាសាស្ត្រស្នាក់នៅផ្ទះលេខ 434 ក្រុម 9 សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរងរបួសបាក់ជើងខាងឆ្វេងត្រូវរថយន្តសង្គ្រោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហើយក្រោយពេលកាត់ហេតុរថយន្តបង្កនិងម៉ូតូដែលរងការខូចខាតនោះក៏ត្រូវសមត្ថកិច្ចវាស់វែងយកទៅដោះស្រាយគ្នានៅខណ្ឌមានជ័យដែរចា៎បាទនេះគ្រោះថ្នាក់ចរាចរណ៍មួយទៀតបាទចា៎ តោះឥឡូវនេះយើងសូមបញ្ចប់រឿងគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណឹងដោយសារតែពេលវេលារបស់យើងប៉ុន្តែយើងមានសារខ្លីចុងក្រោយបាទសារខ្លីចុងក្រោយនេះទី1ម្សិលមិញទឹមនិយាយឲ្យថ្មីថាទេអារឿងបោកតាមទូរស័ព្ទអីហ្នឹងស្ងាត់ហើយបាទម្សិលមិញនេះអ្នករកស៊ីខាងវិញនឹងនៅខាងខេត្តបាត់ដំបងស្រុកមោងឫស្សីគាត់ទូរស័ព្ទមកខ្ញុំគាត់ថា អាណិតមីងនោះម្នាក់ណាគាត់ចាញ់បោកគេអស់1លានកន្លះ1លាន50ម៉ឺនបាទដោយសារតែគាត់ចាញ់បោកគេរឿងតាក់ទងនឹងទិញកាតទូរស័ព្ទហើយអ្នកវិញនឹងគាត់និយាយចេះបាទគាត់អ្នកផ្ញើតាមវិញណាបាទគាត់អ្នកម្ចាស់ទទួលលុយផ្ញើតាមវិញនៅខាងស្រុកមោងឫស្សីនៅមោងគាត់ថាលោកវិធីម្សិលមិញនឹងរសៀលទៅហើយមានមីងម្នាក់ហ្នឹងគាត់មកដល់គេគាត់មកគាត់ក៏បានយកលុយ1លាន50ម៉ឺនយកផ្ញើទៅហើយរួចហើយគាត់ឃើញអញ្ចឹងម្ចាស់ដែលផ្ញើហ្នឹងម្ចាស់អ្នកដែលទទួលវិញហ្នឹងផ្ញើលុយហ្នឹងគាត់ថាគាត់សួរគាត់ខ្លាចចាញ់បោកដូចតាមហងមាសដែលថាផ្សាយរាល់ថ្ងៃនោះខ្លាចអញ្ចឹងសួរគាត់ថាអ្នកមីងផ្ញើលុយទៅណាផ្ញើទៅបងប្អូននៅតកែវណាហើយខាងគ្នានោះធម្មតាតែគេមកផ្ញើចង់អាហ្នឹងវាបានកម្រៃជើងសាយបាទប៉ុន្តែគាត់គ្នានោះគិតថាខ្លាចអ្នកជនបទចាញ់បោកគេសួរខ្លាចគាត់អញ្ចឹងប្រាប់ឲ្យហើយដល់ពេលនោះអ្នកមីងនឹងមិនព្រមប្រាប់សោះប្រាប់តែតាំងផ្ញើទៅឲ្យបងប្អូននៅតកែវបាទហើយគ្នានេះគាត់ថាមីងបើសិនជាតាក់តងនឹងរឿងថាផ្ញើទៅឲ្យណាមួយឬត្រូវឆ្នោតរង្វាន់អីណានេះប្រយ័ត្នទៅកុំ
អត់ទេអត់ទេ ស្រឡាញ់ចឹង អត់ទេអត់ទេបាទដល់ទៅពេលអញ្ចឹងទៅស្រាប់តែដល់ពេលគាត់ថាបើថាគេផ្ញើទៅបងប្អូនគាត់ក៏មិននឹងសួរអីណាថែមទៀតដែរអញ្ចឹងគាត់ក៏ដាក់លុយនឹងហើយបញ្ជូនទៅដាក់ហើយម្លងបានប្រហែលជា20នាទី20នាទីលេងពួយឲ្យគាត់ទូរស័ព្ទមកវិញមកប្រាប់សួរដែលគាត់ណែម្ចាស់វិញហ្នឹងសួរថាអូនលុយហ្នឹងអូនឯងមើលគេដកនៅណាជប់មីងខ្ញុំចែកមើលសិនចែកមីងឲ្យគេដកបាត់ហើយអូយអូនណយចាញ់បោកគេបាត់ហើយចាញ់បោកគេហើយដល់សួរទៅចាញ់បោករឿងអីគាត់ទៅទិញកាតទូរស័ព្ទស៊ីមមិនមែនកាតទេទិញស៊ីមទូរស័ព្ទបាទដល់ពេញទិញស៊ីម097ទេបាទស៊ីម097ទេដល់ពេលយកទៅផ្ទះយកទៅដល់ផ្ទះដាក់ទូរស័ព្ទបានតែប្រហែលជា1ម៉ោងហ្នឹងគេទូរស័ព្ទទៅភ្លាមថាអ្នកមីងស៊ីមអ្នកមីងនៅទើបទិញមិញហ្នឹងឥឡូវហ្នឹងគេចាប់ត្រូវរង្វាន់ហើយបាទនៅទូនោះគេប្រកាសហើយអ្នកមីងត្រូវរង្វាន់$10000សហរដ្ឋអាមេរិកបាទតែដើម្បីឲ្យអ្នកមីងដកលុយនេះបានភ្លាមអ្នកមីងសុំបញ្ចូលលុយអ្នកមីងហ្នឹងមកតាមវិញមកឲ្យគេ$1,50,000បានយកបានយក$100,000នឹងបានដល់ពេលនោះអក៏ខេបខប់ពួតទិញស៊ីមបានហើយគេថាចំវិញទៀតហើយដឹងមិនទេលក់គួបាទលក់គួប្រមាណហើយនឹងខ្ចីគេថែមទៀតដើម្បីឲ្យបាន$1,50,000ហ្នឹងដើម្បីយកមកដាក់វិញហ្នឹងដើម្បីដកយក$100,000នោះហើយអ្នកគេទេប្រាប់ទៅអ្នកមីងឲ្យតែថាដាក់នឹងភ្លាមគឺគេខាងក្រុមការងាររបស់ទូហ្នឹងគេយកទៅដល់ផ្ទះអ្នកមីងភ្លាមតែម្ដងដើម្បីចែកឲ្យអ្នកមីងបាទទីបំផុតមកដល់ស្រែកយំទៅហូយំប្រាប់អ្នកផ្ញើវិញនឹងហើយប៉ុណ្ណឹងដែរអ្នកមីងឯងអើយខ្ញុំមិនចង់និយាយបែបថាលើច្រើនពេកខ្លាចអ្នកវិញមិនដឹងជាចង់ប្រាប់ថាម៉េចប្រាប់ឲ្យកោកបាទ$1,000 $20,000ងាយណាស់ហើយរឿងនៅសុកតែគេឲ្យយក$10,000ទៅឲ្យហ្នឹងហើយបើមាន$10,000ហ្នឹងហើយរឿងអីគេចាំបាច់ឲ្យអ្នកមីងយក$1,000,000ទៅដាក់នឹងវិញចាត្រូវហើយបើ$10,000របស់អ្នកមីងមានស្រាច់ហើយហ្នឹងហើយរឿងអីអ្នកមីងហ៊ានទៅយក$1,50,000ទៅឲ្យគេហើយលោកហើយដល់ពេលសួរទៅអ្នកភូមិនៅក្បែរគ្នាហ្នឹងអស់$1,40,000ថ្មីទៀតអារឿងអញ្ចឹងដែរហើយនឹងមិនព្រមចាំនេះមិនព្រមស្ដាប់ព័ត៌មានមិនព្រមមើលព័ត៌មានព្រមឮគេប្រាប់នៅតែចាំអញ្ចឹងចោះអីក៏អញ្ចឹងទៅណាខ្លាចឥឡូវដល់មែនតែនទៅវាដល់ពេលអត់ជឿអញ្ចឹងណាបាទអត់មើលព័ត៌មានទេទៅចង់ឲ្យបន្ទោសអ្នកចាញ់ឲ្យចាញ់បោថែមទៀតចង់អញ្ចឹងតែហ្មងចង់រហូតដល់តែល្ងងដល់អ្នកនឹងពេកបន្តចាញ់បោគេតទៅទៀតបែបចង់អញ្ចឹងតែហ្មងអ្នកវិញគាត់ហ្វូហ្នឹងគាត់មិនហ៊ានប្រាប់ដោយសារលុយ10000ហ្នឹងច្រើនណាគាត់លាក់គេអត់ឲ្យគេដឹងទេក៏ខ្លាចគិតអញ្ចឹងគេប្រាប់កុំឲ្យប្រាប់អ្នកដទៃព្រោះ$10,000ទៅដល់ឡាចោដឹងអីចឹងទៅណាមីងហើយដាក់វិញនេះកុំប្រាប់គេណាសោះគេយកទៅដល់ផ្ទះហ្នឹងហើយរហូតដល់គេអាក្រុមបោកហ្នឹងគេប្រាប់ថាណែពិធីករឈ្មោះនេះពិធីករឈ្មោះនេះគេចាប់បានហើយទៅទៀតពិធីករនេះគេទៅម៉ាឡានហ្នឹងទៅដល់ហ្នឹងហើយអត់មានឈ្មោះយើងថតហ្នឹងដល់ហ្មងអត់មានឈ្មោះយើងចឹងបានដល់ពេលយើងគិតទៅវាអ្វីដែលសមខ្លះអ្វីដែលតំណងនៅពេលដែលគេនិយាយប្រាប់មកយើងគួរជឿអត់គួរចង់បានអត់អាទ្របដែលអត់ទាន់ឃើញហ្នឹងបាទអាទ្របសន្យាហ្នឹងចង់បានអត់បាទអញ្ចឹងចាំឲ្យឃើញជាក់ស្ដែងទៅវាមាននៅខាងគេនេះចាប់រង្វាន់តាមក្រុមហ៊ុននេះមួយគេមានពិតប្រាកដចាបាទកាលណាបើសិនជាគេត្រូវរង្វាន់សម្រាប់បុគ្គលណាមួយប្រជាពលរដ្ឋណាមួយគេឲ្យមកដល់ស្ថានីយ៍គេហើយចាត្រូវគេមិនដែលទៅឲ្យយកលុយដាក់ចូលវិញមុនទេមិនឲ្យយកលុយដាក់ចូលនៅធនាគារមុនទេបើទ្រព្យសម្បត្តិរបស់យើងមានត្រូវរង្វាន់សំណាងរបស់យើងបានហើយគេមិនដែលណាឲ្យទៅចឹងសំណាងបានលុយបានរបស់របរម៉ូតូឬទូអីហើយគេឲ្យដាក់លុយមកចឹងដូចរបៀបទិញដែរហ្នឹងចាទិញរបស់ដែរហ្នឹងយកធ្វើអីជំនួយចឹងបាទហ្នឹងយើងទៅគិតឲ្យវាស៊ីជម្រៅខ្លះទៅបាទមានប៉ុណ្ណឹងដែរឥឡូវឃើញអ្នកមីងឯងឃើញពេលទីបំផុតអស់ចឹងទៅបានចាប់ផ្ដើមទឹកភ្នែកទឹកភ្នែកអ្នកណាគេខ្លួនយើងហ្នឹងមិនបានគិតពិចារណាវែងឆ្ងាយបាទឥឡូវនេះប៉ុណ្ណឹងសូមទៅមួយទៀតបាទទៅមួយទៀតនេះគឺសារមកពីបាទសារមកពីខាងឃុំតានីស្រុកអង្គរជ័យខេត្តកំពត
ប្រជាពលរដ្ឋដែលរស់នៅខាងភូមិត្រពាំងរាំងភូមិត្រពាំងរុននិងភូមិព្រាមបាទនៅឃុំតានីស្រុកអង្គរជ័យខេត្តកំពតគាត់សំណូមពរអញ្ចេះគាត់ថាភូមិ3ហ្នឹង3ភូមិហ្នឹងគឺគាត់ថ្លៃអគិសនីហ្នឹងគឺថ្លៃជាងគេអ្នកភូមិចិត្តគេ1គីឡូវ៉ាត់ម៉ោងហ្នឹងគឺតែ1400រៀលទេប៉ុន្តែសម្រាប់ភូមិ3ហ្នឹងគឺភូមិត្រពាំងរាំងភូមិត្រពាំងរុនភូមិត្រពាំងភូមិព្រាមបាទភូមិព្រាមហ្នឹងគឺតម្លៃ2000រៀលក្នុង1គីឡូវ៉ាត់ម៉ោងបាទភ្លើងអញ្ចឹងគាត់ចង់ថាចុះបើឲ្យតម្លៃ1400រៀលដូចគេនឹងបានអត់បាទគាត់ចង់លើកឡើងអញ្ចឹងបាទសូមឲ្យខាងភ្លើងជាពិសេសខាងក្រុមហ៊ុនភ្លើងនឹងថាតើអាចបញ្ចុះឲ្យតម្លៃដូចអ្នកភូមិចិត្តខាងនឹងដែរបានអត់ហេតុអីបានជាតម្លៃខ្ពស់តែភូមិរបស់គាត់3ហ្នឹងបាទនេះអ្នកនៅខាងខេត្តកំពតស្រុកអង្គរជ័យបាទហើយនៅខាងនេះចូលមកភ្នំពេញវិញភ្នំពេញនេះវិញគឺអ្នករស់នៅចិត្តពេទ្យ179ហើយនឹងខាងជើងវត្តភ្នំបាទនៅភ្នំពេញនេះវិញគាត់ថាយប់ឡើងថ្ងៃទាំងយប់ទាំងថ្ងៃនៅទីនោះមានការប្រើប្រាស់គ្រឿងញៀនខ្លាំងណាស់ហើយមានកាហ្វេមានអីនៅចិត្តនោះគឺជាពិសេសនេះគឺយប់ហ្មងជាប់របងខាងបងពេទ្យ179សូមឲ្យអាជ្ញាធរជួយទៅសម្រួលហើយនឹងមើលចាត់វិធានការនៅតំបន់នឹងផងពីព្រោះការប្រពាក់ប្រពូននៃបញ្ហាគ្រឿងញៀនបានកើតឡើងនៅក្នុងជារៀងរាល់យប់នឹងតែម្ដងបាទនេះជាការជូនដំណឹងដល់អាជ្ញាធរក្នុងសង្កាត់នោះក្នុងសង្កាត់វត្តភ្នំឬក៏បែបសង្កាត់វត្តភ្នំបាទសង្កាត់វត្តភ្នំហើយនៅនោះបាទសូមឲ្យខាងសង្កាត់វត្តភ្នំជួយមើលផងក្នុងខណ្ឌដូនពេញបាទហើយបន្ទាប់មកទៀតមានរឿងមួយមានសារមួយទៀតមកពីខាងខេត្តកំពង់ស្ពឺបាទខេត្តកំពង់ស្ពឺនឹងនៅក្នុងភូមិស្រែមន់ឃុំស្រង់ស្រុកកងពិសីខេត្តកំពង់ស្ពឺបានសំណូមពរឲ្យអាជ្ញាធរខេត្តជួយទៅណែនាំដល់ក្រុមហ៊ុនដឹកថ្មបាទនិងគ្រោះល្អិតរបស់ក្រុមហ៊ុនលោកអុកញ៉ាគៀអីគៀធីបាទឈ្មោះដូចខ្ញុំអត់ចង់ហៅព្រោះខ្ញុំមិនឡាច្រឡំវាថាហេលោករិទ្ធីអុកញ៉ាដែរអុកញ៉ាឯណាសុំតែមេមន់គេមួយទៅហូបរាល់ថ្ងៃបាទអញ្ចឹងគាត់សំណូមពរថាសូមឲ្យក្រុមហ៊ុនលោកអុកញ៉ាគៀធីនឹងដឹកគ្រោះក៏ដឹកចុះដឹកថ្មអិតក៏ដឹកចុះប៉ុន្តែមេត្តាចាក់ទឹកផងព្រោះហុយណាស់បើមិនចឹងទេអ្នកស្រុកនៅក្នុងភូមិឃុំស្រង់ស្រុកកងវិស័យនឹងងាប់ដោយសារតែហុយនឹងអស់ហើយបាទអញ្ចឹងព្រោះចេញម្ដងគឺឡានរបស់គាត់ទាំងខ្សែមិនតិចជាង10 20ឡាននេះគាត់ថាអញ្ចឹងបាទអញ្ចឹងអ្នកភូមិស្រែមន់ឃុំស្រង់ស្រុកកងពិសីខេត្តកំពង់ស្ពឺសំណូមពរឲ្យក្រុមហ៊ុនលោកអុកញ៉ាគៀធីមេត្តាចាក់ទឹកផងដើម្បីកុំឲ្យហុយខ្លាំងពេកបាទនេះជាកង្វល់របស់ប្រជាពលរដ្ឋនៅខាងខេត្តកំពង់ស្ពឺស្រុកកងពិសីក្នុងឃុំស្រង់បាទអរគុណទូទាំងជននៅផ្សារច្រើនទៀតប៉ុន្តែដោយសារតែពេលវេលារបស់យើងដល់ម៉ោងសម្រាប់ទៅហើយសូមពេលសម្រាប់បន្តិចសិនបាទតែទៀតវិលមកជួបគ្នាបន្តទៀតបាទ